បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាមកកាន់កម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅថ្ងៃនេះយើងនឹងមានប្រធានបទទាក់ទងជាមួយនឹងតម្លៃហាងឆេមាសថាតើមានប្រែប្រួលយ៉ាងណាដោយសារតែយើងឃើញថាតម្លៃមាសនៅថ្ងៃចុងក្រោយនេះគឺមានការឡើងថ្លៃខ្លាំងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ប្រធានបទរបស់យើងថាតើហេតុអ្វីបានតម្លៃមាសមានការកើនឡើងខ្លាំងយ៉ាងនេះដោយមានការចូលរួមវាគ្មិនកិត្តិយសមកពីក្រុមហ៊ុន BFX បាទសូមជម្រាបសួរលោកប៊ុនថេងបាទជំរាបសួរលោករដ្ឋីបាទលោកប៊ុនថេងតើមានព័ត៌មានសំខាន់អ្វីខ្លះដែលធ្វើឲ្យតម្លៃហាងឆេមាសមានការប្រែប្រួលយ៉ាងនេះបាទលោករដ្ឋីបើសិនជាយើងមើលនៅក្នុងសប្តាហ៍នេះមានព័ត៌មានសំខាន់ច្រើនមិនមានតែព័ត៌មានសេដ្ឋកិច្ចមួយទេមានព័ត៌មានភូមិសាស្ត្រនយោបាយផងអីផងណាបាទអញ្ចឹងខ្ញុំលើកព័ត៌មានសេដ្ឋកិច្ចមុនយើងមានព័ត៌មានសំខាន់ពាក់ព័ន្ធជាមួយនឹងទិន្នន័យអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលជាទិន្នន័យសំខាន់មួយហើយវាជាទិន្នន័យមួយដែលជាឥទ្ធិពលខ្លាំងទៅដល់ទីផ្សារហិរញ្ញវត្ថុមិនថាតម្លៃហាងឆេងមាសមិនថា stock ភាគហ៊ុនឬក៏ cryptocurrency អីទេបាទគឺនៅជាឥទ្ធិពលទាំងអស់អញ្ចឹងពាក់ព័ន្ធជាមួយនឹងទិន្នន័យអត្រាការប្រាក់នេះដែរគេព្យាករណ៍ថានឹងរក្សានៅកម្រិតដដែលប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺពាក់ព័ន្ធជាមួយនឹងការធ្វើសន្ទរកថាបាទតាក់ទងជាមួយនឹងការធ្វើបទសម្ភាសន៍របស់ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅនីតិចុងក្រោយអញ្ចឹងបើសិនជាគាត់បង្ហាញពីតម្រុយណាមួយពីគោលនយោបាយនៅពេលអនាគតវាអាចនឹងជាឥទ្ធិពលខ្លាំងដល់ទីផ្សារឆេងរបស់យើងកន្លែងទៅលើព័ត៌មានផ្សេងទៀតដែលជំរុញឲ្យមានការកើនឡើងខ្លាំងមួយរយៈចុងក្រោយនេះពាក់ព័ន្ធជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយបាទយើងឃើញថាបញ្ហាភូមិសាស្ត្រនយោបាយនៅ Greenland គឺមានការថមថយកម្ដៅមកវិញប៉ុន្តែអ្វីដែលសំខាន់បាទកម្ដៅរវាងប្រទេសបាទអ៊ីរ៉ង់ជាមួយនឹងលោក Donald Trump ដែលលោក Donald Trump គឺបានបញ្ជាឲ្យមានការរាយកងទ័ពបាទហើយដើម្បីត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បើសិនជាអ៊ីរ៉ង់នៅតែបាទរឹងទទឹងក្នុងការសម្លាប់រង្គាទៅលើបាតកោដែលព្យាយាមបាទប្រឆាំងជាមួយរដ្ឋាភិបាលជាមួយគ្នានេះដែរយើងឃើញថាភាគីទៅខាងអ៊ីរ៉ង់ក៏មានការប្រកាសអាសន្នដែរបាទអញ្ចឹងព័ត៌មាននេះវាចាត់ពលខ្លាំងដល់ទីផ្សារហើយព័ត៌មានដែលសំខាន់មួយទៀតពាក់ព័ន្ធជាមួយនឹងការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកអាចនឹងមានការបិទរដ្ឋាភិបាលជាលើកទី2ដោយសារតែការអនុម័តទៅលើកញ្ចប់ថវិកាថ្មីគឺអត់ទាន់បានសម្រេចអត់ទាន់មានកិច្ចព្រមព្រៀងចឹងបើមានការបិទរដ្ឋាភិបាលម្ដងទៀតអាចនឹងចាត់ពលធ្វើឲ្យតម្លៃហាងឆេងមាសអាចនឹងមានការងើបឡើងកាន់តែខ្លាំងបន្ថែមទៀតបាទសូមអរគុណលោកប៊ុនថេងសម្រាប់ការផ្ដល់ព័ត៌មានខាងលើតើយើងគួរតែធ្វើការជួញដូរនៅក្នុងតម្លៃមួយណាដែរក្នុងការជួញដូរតម្លៃហាងឆេងមាសផងដែរបាទលោករដ្ឋីបើសិនជាយើងមើលទៅលើបច្ចេកទេសវិញផ្អែកតាមបច្ចេកទេសមាសបច្ចុប្បន្ននេះយើងឃើញថាមានកម្លាំងទិញឡើងខ្លាំងហើយក៏អត់ទាន់មានសញ្ញាណាមួយដែលមានបង្ហាញពីការលក់ចោះមកវិញដែរខ្ញុំនៅមើលឃើញមានការងើបឡើងទៅលើបន្តសម្រាប់តម្លៃហាងឆេងមាសបាទដែលកម្រិតខ្ពស់បន្ទាប់ខ្ញុំមើលឃើញអាចថាទៅដល់កម្រិត$5,300 ឬក៏$5,400ក្នុងមួយអោនយើងចូលទៅមើលក្រាបបន្តិចទៅបាទតើតើជាមួយតម្លៃបន្ទាប់នេះគឺខ្ញុំបានគូសនៅតំបន់ខាងលើនេះបាទអាចទៅរក$5,304ឬក៏កម្រិតខ្ពស់របស់វាមួយទៀតនៅ$5,418បាទអាចទៅដល់លើកម្រិតហ្នឹងប៉ុន្តែគ្រាន់តែខ្ញុំចង់ឲ្យយើងប្រយ័ត្នដែរពាក់ព័ន្ធជាមួយនឹងការលក់ចេញរបស់ស្ថាប័នធំៗណាព្រោះស្ថាប័នធំៗភាគច្រើនគឺគាត់ព្យាករណ៍ថាមាសនឹងឡើងដល់កម្រិត5,000បាទជាកម្រិតគោលដៅរបស់គេអញ្ចឹងបើបច្ចុប្បន្ននេះវាបានឡើងមកហួសទៀតបាទអញ្ចឹងបើសិនជាស្ថាប័នទាំងអស់ហ្នឹងគាត់ take profit មានថាគាត់លក់យកប្រាក់ចំណេញអញ្ចឹងមាសអាចនឹងមានការធ្លាក់ចុះគំហុកដោយការពីខែ10អញ្ចឹងយ៉ាងណាមិញតាមកត្តាបច្ចេកទេសខ្ញុំនៅមើលឃើញពីការងើបឡើងទៅលើបន្តដដែលយើងអាចនឹងមានឱកាសទិញយកប្រាក់ចំណេញបានប៉ុន្តែខ្ញុំលើកទឹកចិត្តថាកុំឲ្យទុកយូរពេកបាទពិសេសបើយើងកក់ហាងឆេងអីបាទគួរតែបាទឆាប់លក់ចេញសម្រាប់បងប្អូនកាន់មាសគីឡូអីមិនជាបញ្ហាទេបាទអញ្ចឹងសម្រាប់ការចែករំលែកទៅលើព័ត៌មានក៏ដូចជាការវិភាគទៅលើបច្ចេកទេសផ្ដល់ជូនមានប៉ុណ្ណឹងបាទអរគុណលោករដ្ឋីបាទសូមអរគុណលោកប៊ុនថេងដែលបានចំណាយពេលវេលាចូលរួមជាមួយកម្មវិធីរបស់យើងលោកប៊ុនថេងគឺជាវាគ្មិនកិត្តិយសមកពីក្រុមហ៊ុន BFX ដែលមានបទពិសោធន៍ចំណេះជំនាញផ្នែកឧបករណ៍និស្សិតនេះជាង15ឆ្នាំមកហើយប្រិយមិត្តទូទាំងទស្សនិកជនជាទីមេត្រីកម្មវិធីរបស់យើងបានដល់ពេលវេលានឹងបញ្ចប់យើងសន្យានឹងជួបប្រិយមិត្តទាំងអស់គ្នាតាមពេលវេលានិងម៉ោងដដែលគណៈពេលនេះខ្ញុំបាទរទីនិងវាគ្មិនកិត្តិយសនិងក្រុមការងារទាំងអស់សូមអរគុណនិងសូមជម្រាបលា